យកកថាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយថ្មីទៀតហើយដែលមកចែករំលែកចង់ដឹងហេតុការណ៍ជាយ៉ាងណាតោះលោកស្ដាប់ទាំងអស់គ្នានិយាយអំពីរឿងនេះខ្ញុំបានជួបនៅក្នុងកំឡុងឆ្នាំពេលចូលឆ្នាំខ្មែរ2014កាលនោះខ្ញុំចេញពីខេត្តដែលខ្ញុំធ្វើការទៅលេងស្រុកកំណើតរបស់ខ្ញុំគឺឆ្ងាយហើយធ្វើដំណើរមួយថ្ងៃពេញតែម្ដងសម្រាប់ទៅដល់ស្រុកគឺយំបាត់ទៅហើយនិយាយការហ្នឹងឲ្យតែថាដល់ជិតចូលឆ្នាំឬក៏បុណ្យភ្ជុំសឹងតែសល់តែ7ថ្ងៃឬក៏3-4ថ្ងៃខ្ញុំមិនណេះឆ្លេឆ្លាមដូចមន់រោពងអញ្ចឹងជួនកាលគេឲ្យធ្វើការតែ2ថ្ងៃទៀតទេតែខ្ញុំមិនណេះមានធ្វើកើតណាធ្វើនេះខុសធ្វើនោះខុសព្រោះអីអារម្មណ៍ណោះអត់ទៅដល់ស្រុកបាត់ទៅហើយគេឲ្យសម្រាកនៅថ្ងៃស្អែកខ្ញុំមិនណេះសឹងថាទៅទិញសម្បត្តិឡាទាំងយប់ទៅស្រុកតែម្ដងកាលនោះនិយាយទៅនឹកវត្តភ័ក្រជាងមិនសូវនឹកស្រុកប្រហែលទេតតែឥឡូវទើបដឹងថាតែយើងធ្លាក់ខ្លួនក្រគ្មានណាចង់រាប់អានយើងប្រហែលទេដល់ឥឡូវអាយុច្រើនបន្តិចឥឡូវចង់បន់ភ្ជុំឬក៏បន់ចូលឆ្នាំរយៈពេល1ខែទៀតក៏គ្មានអារម្មណ៍ដើរលេងដែរមិនមែនដូចមុនទេគ្រាន់តែនិយាយថាចិត្តដល់ចូលឆ្នាំពីថាព្រលឹងហោះទៅបាត់ហើយដល់ស្រុកមុនមានអីនៅក្នុងខ្លួនបន្តិចទេឥឡូវយើងមកនិយាយរឿងសាច់រឿងយ៉ាងតែម្ដងទៅកុំឲ្យវែងឆ្ងាយយូរពេកនិយាយអំពីឡានក្រុងវិញសឹងថាមិនមានសម្បត្តិលក់ឲ្យផងតើទៅកក់មុន2ថ្ងៃឬ3ថ្ងៃមិនមានជាងឡានជាដំណើរបើមិនអញ្ចឹងទេច្បាស់ជាចាំតតែចូលឆ្នាំហើយជិះមកតាមខេត្តដែលខ្ញុំធ្វើការមកដល់ភ្នំពេញក៏ត្រូវសាងឡានម្ដងទៀតជំរាំបានពេញទៅនៅវល់ហ្នឹងនៅចាំភ្ញៀវចាំឡានក្នុងសម្បត្តិដាក់ម៉ោង10តែដល់ពេលចេញដំណើរម៉ោង11ជាងទៅហើយនៅធ្វើស៊ីផ្លើអារម្មណ៍ឯងឡើងមួម៉ៅឡើងក្រៅកាហាយទៅហើយឆ្ងាញ់តែត្រង់ថាឲ្យឯងហ្នឹងអង្គុយតុកកដាលទៀតបងប្អូនធ្លាប់ជិះទេអាតុកកដាលហ្នឹងតម្លៃសវត្តកាលហ្នឹងគឺ45,000ហើយយើងអត់មាត់ទេច្បាស់ណាស់ជាងអង្គុយតុកហ្នឹងមិនខានទេហើយសម្បត្តិកាលហ្នឹងថ្លៃទៀតហើយប្រងឲ្យឯងអង្គុយតុកកដាលតែបើអត់ឡានហើយចង្អៀតវេទនាលៀនដាលយ៉ាងណាក៏ត្រូវតែជិះដែរព្រោះអីកាលហ្នឹងញ័រចង់ទៅស្រុកទៅហើយនិយាយទៅឲ្យតែបានទៅដល់ស្រុកឲ្យតែបានដើរលេងជុំមិត្តភ័ក្តិឲ្យជិះគោយន្តក៏ព្រមដែរឲ្យតែបានទៅដល់ស្រុកតែឥឡូវមានអីមិត្តភ័ក្តិភ្លេចក្បាលយើងបដ ாய் មកតាមផ្លូវសឹងតែដកទៅហើមមិនរួចព្រោះអីមនុស្សច្រើនពេកបើជ្រៀតគ្នារត់ទៅផ្លូវដើរហ្នឹងមិនចង់ឃើញផងទ្រាំតែបានចុះទៅក្រោមហូបអីហូបបាយហ្នឹងនៅបើជ្រៀតគ្នាហ្នឹងនៅក្នុងឡាននោះក៏មានកូនក្មេងដែរពេលខ្លះវាយំឲ្យតែហឹងអ្នកខ្លះក៏ជជែកគ្នាឲ្យវ៉ែដូចរៃយំអញ្ចឹងមិនដឹងតែស្អីជាស្អីទេឲ្យវល់បែកអាចពេញហ្នឹងហើយផ្លូវចិត្តវិញក៏ចង្អៀតដែរកាលនោះផ្លូវជាតិខ្ញុំមិនទាន់ធ្វើស្រួលបួលទេផ្លូវនៅតូចនៅឡើយទេឡានតែជិះគ្នាមិនស្រួលច្បាស់ជាធ្លាក់កៅមិនខានទេព្រោះអីឡានម៉ូតូក៏ច្រើនអញ្ចឹងការធ្វើដំណើរក៏យឺតតម្រុំមកដល់ខេត្តដែលភ្ញៀវម្នាក់ចុះម្ដងមួយហើយក៏មកដល់ខេត្តដែលខ្ញុំចុះទៅហើយដែរមកដល់បេនឡានភ្លាមពូម៉ាក់ខ្ញុំវាក៏បានជិះម៉ូតូមកយកខ្ញុំដែរមួយសន្ទុះក្រោយពួកយើងក៏បានមកដល់ភូមិគាត់តែដល់មកដល់ភូមិភ្លាមពូម៉ាក់ខ្ញុំវាមិនអោយផាតពេលវេលាដ៏មានតម្លៃទេវាក៏បបួលខ្ញុំផឹកតាំងយប់តែម្ដងគិតទៅកាលហ្នឹងខ្ញុំស្ទើរដែរមកពីឆ្ងាយរឿងអស់កម្លាំងដែរតែនៅតែអូខេជាមួយគេទៀតពេលកំពុងហូបជុំគ្នាមានមិត្តភក្តិខ្ញុំម្នាក់ជាខ្លាគ្នាតាំងពីក្មេងដែរអានោះឈ្មោះថាអាសុកវាបានថានិយាយថាចង់បបួលគ្នាក៏លេងនៅរមណីយដ្ឋានមួយកន្លែងតែគេទើបបើកថ្មីនៅទីនោះមានចំការស្វាយហើយក៏មានទឹកធ្លាក់ពីលើភ្នំមកដែរអាចលេងយ៉ាងសប្បាយពួកយើងពិភាក្សាគ្នាមួយសន្ទុះក៏បានអូខេថាងទៅលេងរមណីយដ្ឋាននោះដែលអាសុកវាបានប្រាប់ហ្នឹងហើយពួកយើងក៏បានបន្តហូបដល់ម៉ោងប្រហែលជា11យប់ហើយក៏បំបីផ្លូវគ្នាទៅផ្ទះរៀងខ្លួនទៅព្រោះអីម្នាក់ឡើងវេចង្កូតទៅឆ្វេងទៅស្ដាំអស់ទៅហើយពេលព្រឹកឡើងម៉ោង8ព្រឹកពួកយើងក៏បានរៀបចំម៉ូតូចេញដំណើរទៅលេងរមណីយដ្ឋានដែលយើងបានដាក់គោលដៅពីយប់មិញដែលមានចំនួនម៉ូតូ3គ្រឿងតែអ្នកដែលមានមួកសុវត្ថិភាពតែ4នាក់តែប៉ុណ្ណោះព្រោះគ្នាយើងមានចំនួន5នាក់ដល់អញ្ចឹងខ្ញុំក៏និយាយទៅកាន់ពួកវាថាមិនស្អីទេប្រហែលជាប៉ូលីសមិនចាប់ទេព្រោះអីក៏ចូលឆ្នាំដែរតែណាចាប់ត្រីពេទ្យអីមិនឈប់សោះទេអាសុកក៏វានិយាយដែរថាមិនដែលប៉ូលីសណាចាប់មិនឈប់នៅផ្ទះប្រហែលជាថ្ងៃហ្នឹងគឺ discount ឲ្យ1ថ្ងៃ2ថ្ងៃហើយមកវាមិនស្អីទេបើមានប៉ូលីសចាំកាត់ទៀតបន្ទាប់មកពួកយើងក៏បានជិះម៉ូតូចេញមកដើម្បីដើរលេង
មកតាមផ្លូវមនុស្សច្រើនណាស់មានទាំងស្រីស្អាតប្រុសស្អាតនិងបងភេទទី3និយាយទៅសេរីអីក៏មានដែរមានទាំងពីអក្សរ M អក្សរ S និយាយថាមិនខ្វះតែម្ដងមានណាចង់ខ្ញុំមនុស្សប្រុសចិត្តកកផងខ្ញុំមិនចេះទេខ្វាយខ្វល់រឿងមនុស្សស្រីតែបើចំស្រីណាស្អាតខ្លាំងចិត្តកកខ្ញុំវាក៏រលាបណ្ដាដែរហ្នឹងនិយាយចិត្តតាមផ្លូវវិញពេលមកដល់ពាក់កណ្ដាលផ្លូវនៅសល់ដីប្រហែល10គីឡូគឺទៅដល់រមណីយដ្ឋាននោះហើយព្រោះអីអាសុកវាបានប្រាប់ខ្ញុំថ្ងៃនេះលេងតែម្ដងគឺថាបងបលិសគាត់មិនបានឈប់សម្រាកអីទេតែគាត់នៅធ្វើចរាចរណ៍យ៉ាងសង្ហានៅពេលនោះពួកយើងក៏បានជប់ម៉ូតូអែបទៅចិញ្ចើមផ្លូវដើម្បីរកដំណោះស្រាយពេលនោះខ្ញុំក៏និយាយថាចប់បាត់ហើយអញស្មានតែពួកបងបលិសសេសម្រាប់ហើយមានណាគាត់នៅតែច្រែកដដែលពេលនោះពុកម៉ាក់ខ្ញុំម្នាក់ដែលឈ្មោះថាអាវីបាននិយាយថាឥឡូវអញជិះទៅ5នាក់មុនហើយចាំទៅផុតបារះបងប៉ូលីសចាំឲ្យអាសុកយកមួកសុវត្ថិភាពមកឲ្យខ្ញុំនៅចាំនឹងសិនហើយនិយាយត្រូវគ្នាហើយអាសុកវាក៏បានចុះពីលើម៉ូតូទៅចិញ្ចើមផ្លូវរៀងឆ្ងាយបន្តិចដើម្បីទៅឈឺនោមស្រាប់តែវាដើរមកវិញវាក៏បានលើកបង្ហាញមួកសុវត្ថិភាពមួយដល់ចាស់តែអាចនឹងប្រើការបានមើលទៅវាក៏បាននិយាយថាណែរួចខ្លួនបណ្ដោយយើងយកមួកនេះទៅពាក់សិនទៅឲ្យតែរួចមួយគ្រាសិនទៅតែអាវីបាននិយាយថាអាចឈួតមួកហ្នឹងមិនដឹងថាជាមួកពីណាមួកគេបោះចោលវាមិនអីទេតែបើមួកគេគ្រោះថ្នាក់ចរាចរណ៍អីហើយបើគេមិនស្លាប់វាមិនអីទេតែបើគេស្លាប់ហើយយកទៅគេមកគេរបស់វិញទៅអាសុកវានិយាយថាយីអានេះគិតវិញឆ្ងាយម្លេះឲ្យតែរួចមួយគ្រាសិនទៅចាំមកវិញចាំបោះចោលមកកន្លែងហ្នឹងវិញមកជិះគ្នាបានមួយសន្ទុះពួកយើងក៏បានជិះដំណើរដោយខ្ញុំបានពាក់មួកនោះខែចូលឆ្នាំណាក៏ដូចឆ្នាំណាដែរមេឃក្តៅឡើងចង់អាយ៉ះក្បាលទៅហើយម្នាក់ឡើងបែកញើសជោគចង់ជោគខ្លួនពេលបានមកដល់រមណីយដ្ឋានរបស់គេឡើងតិចស្រេបព្រោះអីមានទឹកជ្រោះនិងដើមឈើដែលនៅអបនឹងមាត់ជ្រោះនោះហើយក៏មានមនុស្សយ៉ាងច្រើនដែលគេមកលេងកម្សាន្តអ្នកខ្លះក៏មកលក្ខណៈគ្រួសារគេអង្គុយហូបអីនៅក្រោមដើមឈើនៅឯមាត់ជ្រោះនោះកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចទឹកជ្រោះមិនមែនទឹកជ្រោះធ្លាក់ពីលើកំពូលភ្នំអីទេតែវាជាទឹកហូរមកតាមជម្រាលជើងភ្នំដែលមានទឹកថ្លាហើយនិងមានថ្មមូលជាច្រើនមើលទៅគួរស្អាតណាស់ហើយទឹកវិញឡើងថ្លាឆ្វេងយកដៃទៅប៉ះឡើងត្រជាក់ពួកយើងក៏ចាប់ផ្ដើមនាំគ្នាចុះងូតទឹកព្រោះអីម្នាក់ក្តៅឡើងហាមាត់មហោទៅហើយបងប្អូននៅទីនោះគេចុះទៅលេងទឹកនឹងយ៉ាងច្រើនហើយបងប្អូននៅទីនេះក៏នាំគ្នាបាញ់ទឹកដាក់គ្នាទៅវិញទៅមកដោយមិនប្រកាន់ខ្លួនអ្នកខ្លះក៏មានកាភ្លើងបាញ់ទឹកបាញ់ទៅបាញ់មកមិនប្រកាន់ចាស់ឬក៏ក្មេងនិយាយទៅគឺសប្បាយណាស់ទៅលេងទឹកទីនោះម្ហូបគេក៏ឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យទៀតពួកយើងនៅលេងនោះយូរដែរដល់ពេលនាំគ្នាឡើងមកវិញក៏មើលមកឃើញថាម៉ោង3កន្លះទៅហើយដល់អញ្ចឹងពួកយើងក៏ហៅគ្នាឲ្យត្រឡប់ទៅផ្ទះវិញព្រោះអីផ្លូវទៅរៀងឆ្ងាយដែរកេញលោយប់ឡើងមានបញ្ហាអីតាមផ្លូវមកដល់កន្លែងបងប៉ូលីសសេដែលគាត់ដាក់បារះឃើញថាគាត់ក៏នៅដល់រិចប្រចាំការនៅកន្លែងហ្នឹងតែម្ដងគាត់មិនទាន់រើបារះទៅណាទេប្រហែលមិនទាន់ដល់ម៉ោងរើបារះមើលទៅហើយមួកដែលអាសុកវារើសឲ្យខ្ញុំពាក់នោះខ្ញុំក៏នៅតែពាក់ជាប់ក្បាលអាឡ័យតែភ្លេចខ្លួនពេលជិះម៉ូតូមកដល់កន្លែងដែលអាសុករើសមួកនោះក៏ភ្លេចដោះបោះចោលទៅកន្លែងហ្នឹងវិញខ្ញុំនឹងវាក៏បានជិះមកដល់ផ្ទះបាននឹកឃើញតែវានៅតែនិយាយថាទុកសិនទៅនៅចូលឆ្នាំ2ថ្ងៃទៀតនោះបើទៅទិញគេនាំតែអស់លុយអត់តែរួចមកចូលឆ្នាំសិនទៅចាំបោះវាចោលទុកលុយដើរលេងសិនវិញខ្ញុំនេះក៏មិនបាននិយាយអីដែរតាមតែវាដែរលុះយប់ឡើងខ្ញុំក៏ដេកយល់សពឃើញមានបរិសម្នាក់ដើរមកពីណាដូចគាត់មានរឿងខ្ពស់ពាក់អាវយឺតកលេកាឡាមកវិញឡើងស្លេកហើយក៏និយាយមកកាន់ខ្ញុំថាឲ្យខ្ញុំយករបស់ទៅឲ្យគេវិញបើមិនចង់មានរឿងពេលនោះខ្ញុំដូចជាឆ្ងល់ដែរថាខ្ញុំទៅយករបស់បរិសម្នាក់នេះតាំងពីអង្ការបើមនុស្សមិនដែលស្គាល់គ្នាផងពេលនោះខ្ញុំក៏តបថាពួកឯងមកពីណាថាខ្ញុំយករបស់ពួកឯងហើយយកពីអង្ការពួកឯងដាក់អស់មក2មែនហ្នឹងបានរៀងងាងពេលនោះខ្ញុំក៏ដឹងខ្លួនទាញទូរស័ព្ទមកមើលម៉ោងក៏6ព្រឹកទៅហើយពេលនោះខ្ញុំក៏ក្រោកដើម្បីទៅដាស់ពុកម៉ែរបស់ខ្ញុំអូខ្ញុំភ្លេចប្រាប់ថា
ខ្ញុំមកលេងស្រុកនេះគឺខ្ញុំត្រូវស្នាក់នៅទីអាសកដែលជាពូម៉ាក់របស់ខ្ញុំនេះឯងព្រោះខ្ញុំគ្មានផ្ទះទេព្រោះអីម្ដាយឪពុករបស់ខ្ញុំស្លាប់អស់ហើយបងប្អូនរបស់ខ្ញុំលក់ដីនៅស្រុកនេះអស់ដែរតែពួកយើងបានទៅនៅខេត្តផ្សេងចូលឆ្នាំថ្ងៃទី2ក៏បានផុតទៅតែយប់ឡើងខ្ញុំនៅតែយល់សប្បុរសអ្នកនោះមកទៀតរបស់រហូតមិនដឹងជាស្អីទៅស្អីទេបើសួរគាត់ក៏គាត់មិនឆ្លើយនៅតែជារបស់មិនដឹងជារបស់ស្អីចូលឆ្នាំថ្ងៃទី3ពួកយើងក៏បានដើរលេងជាធម្មតាតែពេលយប់បន្តិចអាសុកក៏បានទេទូរស័ព្ទមកឲ្យខ្ញុំទៅយកវានៅសួនច្បារមួយកន្លែងព្រោះអីមុននឹងវាបានទៅជួបសង្សារវាដោយសារតែវាខ្លាចខ្ញុំអត់មានអ្នកណាជូនដើរលេងវាក៏បានឲ្យខ្ញុំនឹងបានមកដឹកវាទៅហូបអីនៅផ្ទះអាវីពេលជិះមកខ្ញុំក៏បានពាក់មួកដែលអាសុកបានរកពីថ្ងៃមុនមកតាមផ្លូវខ្ញុំចិត្តតែមានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់ជិះពីខាងក្រោយខ្ញុំដូចជាយកដៃមកសូកចូលក្នុងមួកពីខាងក្រោយដែលធ្វើឲ្យខ្ញុំឡើងព្រឺហើយដៃនោះឡើងត្រជាក់ស្រេបដូចតកអញ្ចឹងខ្ញុំម្នេះមានអារម្មណ៍ថាដូចជាមានអ្វីប្លែកដូចជាមិនសូវស្រួលហើយក៏បានដោះមួកនោះមកមើលឃើញលោថាមានសត្វកន្លាតឬកណ្ដុរអីវានៅក្នុងនឹងតែដល់ចេញមកគឺគ្មានអ្វីសោះដល់អញ្ចឹងខ្ញុំក៏ដោះមួកនោះដាក់ពីមុខម៉ូតូពេលខ្ញុំជិះមកបើនៅលើផ្លូវខ្ញុំក៏ក្រឡេកភ្នែកមើលទៅមួកនោះថាប់តែខ្ញុំឃើញមុខបរិសម្នាក់នៅក្នុងមួកនោះសម្លឹងមើលមកខ្ញុំយ៉ាងគួរឲ្យខ្លាចខ្ញុំគ្រាន់តែឃើញភ្លាមក៏ស្ទុះចាប់ប្រាំងម៉ូតូហើយក៏ដួលមួយទំហឹងតែម្ដងបណ្ដាធ្វើឲ្យម៉ូតូបោកដួលភ្លាមខ្ញុំម្នេះក៏ទៅរៀងស្រាលដែរព្រោះអីខ្ញុំបើកក្នុងលបឿនយឺតដែរកុំអីមិនបានមកនិយាយរឿងឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាទេខ្ញុំតែមិនអស់ចិត្តតើខ្ញុំឃើញចម្បាញ់មិញតើជាអ្វីខ្ញុំឃើញច្បាស់ណាស់គឺមានមុខបរិសម្នាក់នៅក្នុងមួកនោះខ្ញុំក៏បានយកទូរស័ព្ទមកខលទៅអាសុកឲ្យវាមកទីនេះមួយសន្ទុះក្រោយអាសុកវាក៏បានមកដល់វាក៏បានសួររឿងហេតុទាំងអស់ខ្ញុំក៏បានប្រាប់វាទៅតាមដំណើររឿងហើយវាថាខ្ញុំស្វាងភ្នែកតែដឹងពេលនោះខ្ញុំក៏រឿងមីងមាំងដែរគឺក៏ចង់និយាយដែរតែនិយាយមិនត្រូវដែរហ្នឹងគឺមានតែនាំគ្នាជាទៅផ្ទះវិញហើយក៏មិនបានទៅរកផ្ទះមិត្តភ័ក្តិណាដើម្បីផឹកស៊ីទៀតទេខ្ញុំឯណេះក៏រករបួសរៀងស្រាលដែរលាបតែថ្នាំនឹងរំបងអត់បៅទៅគឺរួចហើយពេលយប់ឡើងពេលខ្ញុំដេកលក់ខ្ញុំក៏បានយកសបិនឃើញបរិមម្នាក់នោះជាលើកទី3តែលើកនេះគេលេងឈុតឈុំតែម្ដងតែគេបានមកទាំងអល់មុខរបស់ខ្ញុំហើយនិយាយខ្លាំងថាឆាប់យករបស់គេយកទៅដាក់នៅកន្លែងដើមបើមិនចង់មានបញ្ហាដល់ខ្លួនហើយរូបរាងកាយគេមកលើកនេះឈាមឡើងស្រោចពេញខ្លួនក្បាលគេឡើងរយះជា2របៀបហូរខួរចេញពីក្បាលគេមកអញ្ចឹងលើកនេះខ្ញុំស្រែកយកតែមែនទែនរហូតដល់តែដឹងខ្លួនផ្អើលអស់ផ្ទះដល់គេគ្រប់គ្នាមកសួរខ្ញុំក៏បានប្រាប់តាមដំណើររឿងតាំងពីថ្ងៃទី1តែគេមកទីរបស់ពេលនោះតារបស់អាសុកបាននិយាយថាអញ្ចឹងពួកឯងយករបស់គេមកច្បាស់ជាគេមកទីវិញហើយតែឯងយករបស់គេទៅឲ្យគេវិញទៅយកមកពីកន្លែងណាដែលពួកឯងយកមកហើយទៅទិញផ្លែឈើនិងធូបយកទៅដុតសុំកម្មាទោសគេទៅប្រហែលជាគេលេងប្រកាន់ហើយនេះពួកឯងជួបវិញ្ញាណដែលគេស្លូតត្រង់បើប៉ះចាប់វិញ្ញាណណាដែលគេកាចខ្លាំងជាងនេះច្បាស់ណាស់ពួកឯងមិនរួចខ្លួនទេស្អែកឡើងខ្ញុំនៅអាសុកក៏បានយកមួកសុវត្ថិភាពនោះនឹងផ្លែឈើធូបទៅអុជសុំកម្មាទោសគេហើយចាប់ពីថ្ងៃហ្នឹងមកខ្ញុំមិនដែលយកសុបិនឃើញបរិសុទ្ធនោះទៀតទេនេះគឺជាបទពិសោធន៍មួយសម្រាប់ខ្ញុំដែលកុំឲ្យតែឃើញរបស់នៅតាមផ្លូវគេតែរើសយកមកពាក់មិនដឹងពីប្រវត្តិវាច្បាស់